មានពាក្យមួយឃ្លាគេនិយាយថាយើងរៀននិយាយប្រើពេលតែ2ឆ្នាំទេប៉ុន្តែយើងត្រូវប្រើពេលអស់មួយជីវិតដើម្បីរៀនបិទមាត់អណ្ដាតគឺជាអាចគន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតពាក្យខ្លះពិតតែបើមិនចំណេញមិនបាច់និយាយទេពាក្យខ្លះនិយាយត្រូវប៉ុន្តែមិនត្រូវនិយាយទេពាក្យខ្លះត្រឹមត្រូវពិតប្រាកដប៉ុន្តែវាធ្វើឲ្យអ្នកដទៃឈឺចាប់អានឹងក៏មិនបាច់និយាយដែរអណ្ដាតគឺជាទ្រព្យបើអ្នកចេះកលាស់អត់ខ្វះទេលុយចាយកលាស់ត្រូវកើតលុយកលាស់ខុសគឺកើតទោសអ្នកខ្លះឲ្យនិយាយរឿងលក់ដូរផលិតផលនិយាយនៅក្នុង live អត់ចេះនិយាយទេតែបើនិយាយដើមគេវិញហុយអ្នកខ្លះឲ្យខលនិយាយជាមួយភ្ញៀវអត់ហ៊ានទេខ្មាស់គេតែបើញ៉ែគ្នាប្រហែលម៉ោងក៏បានដែរអ្នកខ្លះនិយាយបាយចំពោះមាត់ក្រៅសាច់ការតែបើចូលកាមេរ៉ាមិនដឹងនិយាយពីអីរឿងខ្លះមិនមែនយើងធ្វើមិនបាននោះទេប៉ុន្តែពេលខ្លះយើងប្រើទេពកោសល្យដែលខ្លួនឯងមាននឹងខុសកន្លែងខុសតំបន់ដែលធ្វើឲ្យយើងមិនអាចកើតជាប្រយោជន៍ចេញពីពាក្យសម្ដីរបស់យើងអណ្ដាតគឺជាលុយត្រូវប្រើវាឲ្យត្រូវក្បួនបដូរពីពាក្យជេរប្រមាថទៅជាពាក្យទូមានទៅបដូរពីពាក្យអុចអាលទៅជាពាក្យលួងលោមវិញទៅបដូរពីពាក្យជន់ផលិតទៅជាពាក្យស្ថាបនាវិញទៅបដូរពីពាក្យអត់ប្រយោជន៍មកជាពាក្យអប់រំវិញទៅបដូរពីពាក្យកលិចកលុចឲ្យទៅជាពាក្យទៀងត្រង់បដូរពីពាក្យឆបោកឲ្យទៅជាពាក្យជ្រោមជ្រែងវិញទៅតាមពិតពាក្យសម្ដីអាក្រក់និងល្អនិយាយទៅប្រើកម្លាំងប្រហែលគ្នាទេចុះហេតុអីបានយើងមិនព្រមនិយាយល្អដើម្បីឲ្យមនុស្សនៅជុំវិញខ្លួនយើងរីករាយមានពាក្យមួយឃ្លាគេនិយាយថាយើងរៀននិយាយប្រើពេលតែ2ឆ្នាំទេប៉ុន្តែយើងត្រូវប្រើពេលអស់មួយជីវិតដើម្បីរៀនបិទមាត់អណ្ដាតគឺជាអាចគន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតពាក្យខ្លះពិតតែបើមិនចំណេញមិនបាច់និយាយទេពាក្យខ្លះនិយាយត្រូវប៉ុន្តែមិនត្រូវនិយាយទេពាក្យខ្លះត្រឹមត្រូវពិតប្រាកដប៉ុន្តែវាធ្វើឲ្យអ្នកដទៃឈឺចាប់អានឹងក៏មិនបាច់និយាយដែរអណ្ដាតគឺជាទ្រព្យបើអ្នកចេះកលាស់អត់ខ្វះទេលុយចាយកលាស់ត្រូវកើតលុយកលាស់ខុសគឺកើតទោសអ្នកខ្លះឲ្យនិយាយរឿងលក់ដូរផលិតផលនិយាយនៅក្នុង live អត់ចេះនិយាយទេតែបើនិយាយដើមគេវិញហុយអ្នកខ្លះឲ្យខលនិយាយជាមួយភ្ញៀវអត់ហ៊ានទេខ្មាស់គេតែបើញ៉ែគ្នាប្រហែលម៉ោងក៏បានដែរអ្នកខ្លះនិយាយបាយចំពោះមាត់ក្រៅសាច់ការតែបើចូលកាមេរ៉ាមិនដឹងនិយាយពីអីរឿងខ្លះមិនមែនយើងធ្វើមិនបាននោះទេប៉ុន្តែពេលខ្លះយើងប្រើទេពកោសល្យដែលខ្លួនឯងមាននឹងខុសកន្លែងខុសតំបន់ដែលធ្វើឲ្យយើងមិនអាចកើតជាប្រយោជន៍ចេញពីពាក្យសម្ដីរបស់យើងអណ្ដាតគឺជាលុយត្រូវប្រើវាឲ្យត្រូវក្បួនបដូរពីពាក្យជេរប្រមាថទៅជាពាក្យទូមានទៅបដូរពីពាក្យអុចអាលទៅជាពាក្យលួងលោមវិញទៅបដូរពីពាក្យជន់ផលិតទៅជាពាក្យស្ថាបនាវិញទៅបដូរពីពាក្យអត់ប្រយោជន៍មកជាពាក្យអប់រំវិញទៅបដូរពីពាក្យកលិចកលុចឲ្យទៅជាពាក្យទៀងត្រង់បដូរពីពាក្យឆបោកឲ្យទៅជាពាក្យជ្រោមជ្រែងវិញទៅតាមពិតពាក្យសម្ដីអាក្រក់និងល្អនិយាយទៅប្រើកម្លាំងប្រហែលគ្នាទេចុះហេតុអីបានយើងមិនព្រមនិយាយល្អដើម្បីឲ្យមនុស្សនៅជុំវិញខ្លួនយើងរីករាយមានពាក្យមួយឃ្លាគេនិយាយថាយើងរៀននិយាយប្រើពេលតែ2ឆ្នាំទេ
ប៉ុន្តែយើងត្រូវប្រើពេលអស់មួយជីវិតដើម្បីរៀនបិទមាត់អណ្ដាតគឺជាអាចគន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតពាក្យខ្លះពិតតែបើមិនចំណេញមិនបាច់និយាយទេពាក្យខ្លះនិយាយត្រូវប៉ុន្តែមិនត្រូវនិយាយទេពាក្យខ្លះត្រឹមត្រូវពិតប្រាកដប៉ុន្តែវាធ្វើឲ្យអ្នកដទៃឈឺចាប់អានឹងក៏មិនបាច់និយាយដែរអណ្ដាតគឺជាទ្រព្យបើអ្នកចេះកលាស់អត់ខ្វះឯលុយចាយកលាស់ត្រូវកើតលុយកលាស់ខុសគឺកើតទោសអ្នកខ្លះឲ្យនិយាយរឿងលក់ដូរផលិតផលនិយាយនៅក្នុង live អត់ចេះនិយាយទេតែបើនិយាយដើមគេវិញហុយអ្នកខ្លះឲ្យខលនិយាយជាមួយភ្ញៀវអត់ហ៊ានទេខ្មាស់គេតែបើញ៉ែគ្នាប្រហែលម៉ោងក៏បានដែរអ្នកខ្លះនិយាយបាយពពុះមាត់ក្រៅសាច់ការតែបើចូលកាមេរ៉ាមិនដឹងនិយាយពី